សម្ព័ន្ធអាល់កេដាអះអាងថាបានសម្លាប់ទាហាន200នាក់ក្នុងការវាយប្រហារនៅប្រទេសបូគីណាហ្វាសូសាខាអាល់កេដានៅតំបន់អាហ្វ្រិកខាងលិចបានអះអាងថាខ្លួនបានសម្លាប់ទាហាន200នាក់នៅក្នុងការវាយប្រហារលើមូលដ្ឋានទ័ពមួយក្នុងប្រទេសបូគីណាហ្វាសូក្នុងសប្តាហ៍នេះដោយបានបង្កើនចំនួនអ្នកស្លាប់ទាំងច្រើនបំផុតនេះបើយោងតាមក្រុមដែលតាមដានសកម្មភាពតាមអ៊ីនធឺណិតរបស់ពួកសកម្មប្រយុទ្ធអ៊ីស្លាមបានឲ្យដឹងនៅថ្ងៃទី16ខែឧសភានេះក្រុមចារកម្មសាស្ត្រដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានបញ្ជាក់មួយថ្ងៃបន្ទាប់ពីខ្លួនបានអះអាងថាបានសម្លាប់ទាហាន60នាក់ទោះបីជាមិនមានចំនួនអ្នកស្លាប់ជាផ្លូវការឬសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលលើការវាយប្រហារក៏ដោយអ្នកស្រុកចៃបូបានឲ្យដឹងថាទាហាននិងជនស៊ីវិលរាប់សិបនាក់ត្រូវបានសម្លាប់យោងតាមក្រុមអ្នកវិភាគបានឲ្យដឹងថាពួកសកម្មប្រយុទ្ធ JMIM បាននឹងកំពុងបង្កើនការវាយប្រហារនៅក្នុងប្រទេសបូគីណាហ្វាសូជាកន្លែងដែលរបបយោធាបានដណ្ដើមអំណាចនៅឆ្នាំ2022ដោយតស៊ូដើម្បីបង្វែរជំនួសប្រឆាំងនឹងពួកបះបោរអ៊ីស្លាមគូបញ្ជាក់ថាពួកសកម្មប្រយុទ្ធ JNIM បានអះអាងថាពីការវាយប្រហារជាច្រើនលើកនៅប្រទេសបូគីណាហ្វាសូនៅថ្ងៃទី11ខែឧសភាខណៈដែលមេដឹកនាំរបបយោធាអ៊ីប្រាហ៊ឹមទ្រាវកំពុងបំពេញទស្សនកិច្ចនៅរុស្ស៊ីជាទីដែលលោកបានជួបជាមួយប្រធានាធិបតីវ្លាឌីមៀរពូទីន